បានហើយញាប់សាក់មើលទៅថាវាល្មមនឹងខ្លួនដែរអត់អ្នកមិនទៅវិញទេអីខ្ញុំត្រូវមើលថាអ្នកស្លៀកទៅសំដែរឬអត់បើមិនសំទេត្រូវយកទៅដូរវិញទៀតហាហាអ្នកមិនអីទេមែនទេមិនអីទេឥឡូវខ្ញុំមិនអីទេសុំមុខហើយនរណាឲ្យអ្នកនិយាយផ្ដេសផ្ដាសបងថ្លៃស្រីតើបងធ្លាប់ឬពាក្យមួយឃ្លាទេថាស្លាប់ក្រោមផ្កាម៉ូដានខ្លាយជាខ្មោចក៏នៅតែសង្ហាឃើញបងស្លៀកពាក់បែបនេះទោះបីជាខ្ញុំត្រូវអាយុខ្លីកន្លះឆ្នាំក៏ខ្ញុំសុខចិត្តដែរប្រញាប់ស្ដោះគ្រោះចេញទៅបងថ្លៃឲ្យយប់នេះសុំគេងនៅទីនេះបានទេផ្ទះរបស់ខ្ញុំនោះត្រជាក់ណាស់អញ្ចឹងអ្នកត្រូវនៅឲ្យស្ងៀមហាមរពេះដៃជើងណាបាទខ្ញុំសន្យាថាមិនរពេះទេមិនមែនថាអត់រពេះទេអីខ្ញុំគ្រាន់តែសុំអប់បន្តិចតើអប់បន្តិចខ្លួនខ្ញុំរឹងមាំណាស់បើមិនជឿសាកស្ទាបមើលរឹងដូចជាដុំដែកអញ្ចឹងចម្លែកមែនហើយអ្វីបានជាខ្ញុំមិនមានអារម្មណ៍ខ្ពើមរអើមនឹងទង្វើបំពានរបស់គេតតែសោះអីចឹងថ្នាំគឺមនោសញ្ជាតិណាមណូលីជាវត្ថុស័ក្តិសិទ្ធិសម្រាប់ស្ដារភាពខ្លាំងក្លារបស់បុរសតើគួរលក់ឲ្យអ្នកណាទៅហើយថៅកែប្រដាប់ភេទជាមនៅទីនេះពងស្វះក្រលៀនជាមរបស់ដែលជំនួយខ្លាំងខ្ញុំយកទាំងអស់ប្រញាប់យកឲ្យខ្ញុំមកថៅកែឲ្យញ៉ាំរបស់ជំនួយខ្លាំងគាត់ចុះខ្សោយដល់កម្រិតណាទៅលោកសេដ្ឋីហានេះមិនមែនជាលោកសេដ្ឋីទេអីជាតើខ្ញុំស្គាល់អ្នកដែរឬថយចេញទៅលោកសេដ្ឋីខំធ្វើការទាំងយប់ទាំងថ្ងៃមានពេលខ្លះអស់កម្លាំងលេងចង់ធ្វើអ្វីហើយខ្ញុំមានរបស់ម្យ៉ាងដែលអាចជួយឲ្យលោកមានភាពខ្លាំងក្លាដូចពីមុនវិញថាលោកសេដ្ឋីមានចំណាប់